នេះគឺជាវីដេអូទី1ដែលបង្ហាត់អំពីអក្សរខ្មែរអញ្ចឹងបងប្អូនណាដែលចង់រៀនអក្សរខ្មែរនឹងសូមត្រៀមទាំងអស់គ្នាហើយសូមបញ្ជាក់ប្រាប់បងប្អូនថាអក្សរខ្មែរមិនពិបាករៀនទេគឺស្រណុករៀនណាស់យើងមានវិធីសាស្ត្រមានតិចនិចនៅក្នុងការលើកមេរៀនដើម្បីមកចែកជូនដល់បងប្អូនធានាថាបងប្អូនរៀនតែ5ដល់10វីដេអូគឺបងប្អូនអាចអានអក្សរខ្មែរបានខ្លះសូមបញ្ជាក់អញ្ចឹងណាថាបងប្អូនរៀនតែ5ដល់10វីដេអូទេគឺបងប្អូនអាចអានអក្សរខ្មែរបានខ្លះហើយការដែលរៀនអក្សរខ្មែរនេះគឺយើងចាប់ផ្ដើមរៀនពីដើមឡើងទៅគឺរៀនពីកខបានន័យថារៀនពីព្យញ្ជនៈជាមួយស្រះឡើងទៅក្នុងភាសាខ្មែរមានព្យញ្ជនៈ33តួគឺបានន័យថាព្យញ្ជនៈហ្នឹងគឺកខកខងហ្នឹងមាន33អក្សរហើយស្រះនិស្ស័យមាន24ក្នុងវីដេអូនេះសូមលើកឡើងមកថា24ចុះអញ្ចឹងស្រះនិស្ស័យមាន24ពេលដែលបងអូនចាំកខ33អក្សរហើយចាំស្រះនិស្ស័យ24ហើយគឺបងអូនអាចអានអក្សរខ្មែរបានងាយមែនទែនហើយបើសិនជាយើងរៀនចាប់ផ្ដើមចូលរៀនព្រាមយើងអានពាក្យថាខ្ញុំទៅចំការម្ដាយខ្ញុំទៅភាសារៀនបែបហ្នឹងមិនងាយចេះទេយើងចាប់ផ្ដើមរៀនពីឫសគល់ឡើងទៅដូចជាវៀតណាមអញ្ចឹងគឺយើងរៀនពីអអូអឺអញ្ចឹងខ្មែរយើងក៏រៀនពីកខកខងឡើងទៅដែរហើយដូចអ្វីដែលបាននិយាយអញ្ចឹងថាតែ5ដល់10វីដេអូទេគឺបងប្អូនអាចអានអក្សរខ្មែរបានហើយវីដេអូនេះសូមបញ្ជាក់ប្រាប់ដល់ញាតិញោមថាអាត្មាមិនមែនជាអ្នក start នៅអក្សរសាស្ត្រទេប៉ុន្តែដោយឃើញបងប្អូនគាត់សនំពោហើយគាត់ចង់រៀនអក្សរខ្មែរអញ្ចឹងក៏អាត្មាបញ្ចេញនៅវីដេអូខ្លីៗសម្រាប់បង្ហាត់ដល់បងប្អូនហើយអាត្មានឹងដកស្រង់ដកពិសោធន៍ច្រើនទៀតញាតិញោមណាដែលមានវិធីសាស្ត្រនៅក្នុងការបង្ហាត់នឹងសូមញោមអាច comment ខាងក្រោមឬមួយក៏ផ្ញើសារមកកាន់ page អាត្មាផ្ទាល់ហើយបងប្អូនបើសិនជាឃើញថាវីដេអូនេះមានប្រយោជន៍ញាតិញោមដែលឃើញថាវីដេអូនេះមានប្រយោជន៍សម្រាប់ញោមឬមួយក៏សម្រាប់កូនញោមសូមញោមចុច follow page ដើម្បីយើងនឹងតាមដាននៅមេរៀនបន្តខាងមុខវីដេអូនេះសង្ខេបខ្លីតែប៉ុណ្ណេះឯងសូមចម្រើនពរលា